តំណាប់ស្វាយអបខ្មែរយើងមិនមែនតែញ៉ាំលេងបានណាបងប្អូនយកមកឆាមាន់ចេះឆ្ងាញ់យ៉ាងពិសេសឈ្ងុយតែពេលឃើញ4ជ្រុងចេះហើយឈ្ងុយញ៉ាំទៅវាថាតុនធ្វើឲ្យមានអារម្មណ៍មួយថាបើយកទៅឆាមាន់ប្រហែលជាឆ្ងាញ់តោះឥឡូវយើងទៅធ្វើទាំងអស់គ្នាឆ្នាំមុនឆ្នាំទៅស្វាយចាក់គោតែម្ដងលើនេះស្វាយមានទីផ្សារវិញហើយសម្រាប់បងប្អូនដែលធ្លាប់ដឹងថាតំណាប់ស្វាយមិនមែនត្រឹមតែញ៉ាំលេងបានទេយើងយកមកធ្វើម្ហូបឬមួយក៏យកទៅដាក់ដុតនំឡើងឆ្ងាញ់ពិសាហ្មងផលប្រយោជន៍ច្រើនណាស់បើយកមកឆាមាន់ចេះមាន់របស់យើងប្រឡាក់ជាមួយគ្រឿងប្រឡាក់សាច់សិនមែនហើយយើងក៏ត្រូវការខ្ទឹមសខ្ទឹមក្រហមនិងស្លឹកសាច់ដែលយើងប្រឡាក់ហើយនេះយើងយកទៅច្របល់ជាមួយនឹងម្សៅអំពៅស្រួយបន្តិចសិនខ្ញុំយកទៅបំពងធ្វើចឹងទៅមាន់របស់យើងខាំគ្រឿងជាប់ល្អមែនតើយើងឆាបែបស្ងួតប្រឡាក់ម្សៅជាមួយមាន់បន្តិចមាន់របស់យើងជាតិមែនតើបំពងមាន់ក្រៀមល្អហើយយើងចាប់ផ្ដើមយកខ្ទឹមសខ្ទឹមក្រហមបំពងវិញម្ដងម្ទេសក្រៀមលីតិចៗក៏ស្រួយឈ្ងុយឆ្ងាញ់ដែរបើមុខនេះស្រួលធ្វើហើយឆ្ងាញ់ព្រោះថាគ្រឿងក្រៅក្នុងហ្នឹងយើងញ៉ាំបានទាំងអស់មិនថាក្រូចស្វាយចន្ទីខ្ទឹមសខ្ទឹមក្រហមបំពងតែបដូរពណ៌ប៉ុណ្ណេះស្រង់ចេញមកកុំឲ្យវាខ្លោចតើដាក់គ្រឿងទឹកប្រឡាក់សាច់ពីស្លាបព្រាបាយដាក់មាន់ចូលជាមួយនឹងខ្ទឹមក្រហមខ្ទឹមសដែលយើងបានបំពងមុនហ្នឹងចាក់ទឹកជាចូលមកបន្តិចងោះឲ្យសាច់យើងចូលជាតិល្អយើងយកតំណាប់ស្វាយល្អគ្មានជាតិស្ករម្ដែរបងប្អូនពួកក្នុងហ្នឹងគាត់ធ្វើមក4ជ្រុងស្រេចផ្អែមតិចមែនតើរសជាតិវាជូរយើងឆាមាន់នឹងស្ងួតហើយដាក់ស្វាយចូលមកជាមួយស្លឹកខ្ទឹមម្ទេសក្រៀមច្របល់មកពី3ត្រឡប់ចាំដាក់គ្រាប់ស្វាយចន្ទីចូលឆាពី3ត្រឡប់ទៀតតែប៉ុណ្្នឹងឯងបងប្អូនដាក់ម្ទេសហឹរតាមការចូលចិត្តមកមុខនេះស្ងួតយកញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយអីផ្សេងក៏បានដែរតាមការចូលចិត្តគ្រឿងក្រៅក្នុងហ្នឹងញ៉ាំបានទាំងអស់ហើយឈ្ងុយខ្លាំងហ្មងណាបើញ៉ាំប៉ះសាច់មាន់ជាតិម្យ៉ាងទៅបើថាញ៉ាំប៉ះតំណាប់ស្វាយវិញយើងជូរអែមមួយចានហ្នឹងគឺមាន3 4រសជាតិចូលគ្នាគ្រប់គ្រងផលិតផលនៅក្នុងស្រុកក៏ដូចជាជួយកសិករដែរសូមសរសើរដល់ទឹកចិត្តបូស៊ីបែលប៉ារីសមែនតើដែលគាត់មានទឹកចិត្តបើកដល់រោងចក្រដោយសារតែគាត់ឃើញនឹងភ្នែកតែស្វាយរបស់យើងអត់មានទីផ្សារឥឡូវនេះក៏ធ្វើឲ្យដំណាំស្វាយខ្មែរដែរហើយបងប្អូនកុំភ្លេចជួយគ្រប់គ្រងទាំងអស់គ្នាផងណាធ្វើការហត់អីអញ្ចឹងដាក់តាមប្រទេសនេះមានកម្លាំងវិញរបស់ធម្មជាតិអញ្ចឹងល្អញ៉ាំមកបងប្អូនគាត់ថាតម្លៃ6000អត់ថ្លៃទេគាត់ធ្វើបងប្អូនរក្សាពណ៌បានស្អាតដំណាប់ស្វាយនេះមិនមែនតែថាយើងអាចយកទៅញ៉ាំលេងបានទេយកចោលឆ្នៃដាក់នំដុតក៏បានដែរបរទេសចូលចិត្តកំនេះទូចហើយយកទៅដុតជាមួយនំដូចប្រភេទ sponge cake អីហ៎ជូរអែមបង្កើនរសជាតិនំយើងញ៉ាំប៉ះតំណាប់ស្វាយម្ដុំហ្នឹងក៏ឆ្ងាញ់ដែរញ៉ាំបាយហងញ៉ាំស្វាយហៅ3ចំណុចទេអត់សូវផ្អែមខ្លាំងហើយវាមានរសជាតិជូរអែមក្នុងហ្នឹងក្លិនឈ្ងុយហ្មងបងប្អូនសំខាន់នេះគាត់ធ្វើបានពណ៌ស្អាតពណ៌លឿងល្អបរទេសចូលចិត្តរបស់ធម្មជាតិចឹងឥឡូវយកមកភ្លក់ណាប់ស្វាយគ្មានជាតិស្ករម្ដងជាងគាត់ស្អាតបងប្អូនមើលមកឡើងព្រើមៀមហ្មងមានទង់ជាតិខ្មែរផលិតផលប្រទេសកម្ពុជាលយត្រង់ហ្នឹងតម្រងចេញមកខុសគ្នាមួយអាម៉ាត់បាយហត់ខាំទេដាក់ចូលមកតាពីយកមកឈ្ងុយអានេះផ្លែកពីខុសពីអាមិញដាច់មកអាមិញជើងក្រៀមអានេះញ៉ាំមកមានជាតិសំណើមក្នុងហ្នឹងអានេះញ៉ាំច្រើនក៏បានដែរណាស្រួលញ៉ាំជូរអែមតែពេលឃើញ4ជ្រុងចេះហើយឈ្ងុយញ៉ាំទៅវាថាតុនធ្វើឲ្យមានអារម្មណ៍មួយថាបើយកទៅឆាមាន់ប្រហែលជាឆ្ងាញ់បើស៊ីបែលប៉ារីរបស់គាត់នេះវិញខ្ញុំលឺអ្នកនៅបារាំងគេថាគាត់យកពីបារាំងមកមែនណាបងប្អូន